ខ្ញុំចាំពាក្យមួយឮចាស់និយាយប្រាប់ថាហ៊ានសាកល្បងស្មើនឹងជោគជ័យពាក់កណ្ដាលផ្លូវហើយបើសិនបើយើងសាកល្បងកាន់តែឆាប់វាស្មើទៅនឹងយើងជោគជ័យកាន់តែឆាប់ឧទាហរណ៍ថាបើសិនបើយើងដួលកាន់តែឆាប់អានោះយើងរៀនពីបទពិសោធន៍នៃការដួលកាន់តែឆាប់ដូចខ្ញុំតែងនិយាយប្រាប់មិត្តភក្តិថាដូចតែយើងរៀនជិះកង់ដំបូងមិនដឹងដួលប្រហែលដងត្រូវបានចេះជិះដូចយើងទៅរៀនអក្សរមិនដឹងថាយើងទៅសេកខកគងនោះប្រហែលដងត្រូវបានចេះបានចាំជួនកាលអ្នកខ្លះនោះប្រើពេលដល់2 3ឆ្នាំថ្នាក់ទី2ទី3ទៅបានចេះអានអក្សរអញ្ចឹងខ្ញុំក៏យកទ្រឹស្ដីទាំងអស់នោះមកដាក់នៅក្នុងខ្លួនយកមកអនុវត្តដើម្បីខ្ញុំចង់ដឹងថាតើខ្ញុំធ្វើវាប្រហែលដងទៅវាជោគជ័យព្រោះនៅក្នុងជីវិតខ្ញុំតែធ្វើស្អីក៏ដោយនៅលើកទី1វាមិនដែលជោគជ័យទេប៉ុន្តែខ្ញុំរៀនវាទៅវាមិនបានល្អឥតខ្ចប់ប៉ុន្តែខ្ញុំអាចធ្វើវាឲ្យប្រសើរឡើងនៅលើកទី2ទី3ដូចឧទាហរណ៍នៅក្នុងអាកាសគូសរូបនេះជាដើមខ្ញុំគូនៅអញ្ចឹងលើដំបូងវាហាក់បីដូចជាមិនសូវសំណំទៅដល់ពេលបន្តមកខ្ញុំកាន់តែធ្វើវាឲ្យប្រសើរឡើងអញ្ចឹងខ្ញុំក៏សប្បាយចិត្តនឹងលទ្ធផល